បងប្អូនធ្លាប់ឮទេព្រះគិថាលុយលៀនណាព្រះគិថាលុយលៀនបងប្អូនធ្លាប់ឮពាក្យហ្នឹងអត់ចាព្រះគិថាលុយលៀនសូត្រឲ្យលុយដោះលុយកើនលុយសល់សូត្រឲ្យមានលុយដីកុងសូត្រឲ្យលក់អីវ៉ាន់ដាច់លុយចែកហ្វ្រីសម្រាប់អ្នកលក់ដូរសូត្រឲ្យមានអ្នកគោរពស្រឡាញ់ច្រើនសូត្រឲ្យមានជីវិតថ្កុំថ្កើងរីកលូតលាស់ជាងមុនបងប្អូនធ្លាប់ឮពាក្យហ្នឹងទេចានេះលោកឪស៊ីលីងដាំចាលោកឪស៊ីលីងដាំនេះគឺជាម្ចាស់ព្រះគិថាលុយលៀនរបស់លោកឪព្រះគិថាលុយលៀននេះគឺរបស់លោកឪស៊ីលីងដាំចាខ្ញុំសទ្ធាលើលោកឪក៏បានតែផ្ដិតរូបលោកឪចេញមកបងប្អូនចាអញ្ចឹងព្រះគិថាលុយលៀនសូត្រដោយលោកឪស៊ីលីងដាំបងប្អូនណាព្រះគិថាលុយលៀននេះត្រូវបានម៉ែរួយគាត់យកមកចែករំលែកហើយសំឡេងជាសំឡេងដើមរបស់លោកឪតែម្ដងហើយម៉ែរួយគាត់បានសរសេរជាភាសាខ្មែរនៅសំនៀងរបស់លោកឪតែម្ដងណាអញ្ចឹងបងប្អូនចង់ដឹងថាព្រះគិថាលុយលៀននឹងយ៉ាងម៉េចបងប្អូនវាយនៅក្នុង YouTube វាយពាក្យថាព្រះគិថាលុយលៀនឬក៏បងប្អូនសេចនៅក្នុង Channel របស់ខ្ញុំនេះក៏ខ្ញុំមានផុសដែរព្រះគិថាលុយលៀនណាចាអញ្ចឹងព្រះគិថាលុយលៀននេះជាជំនឿបុគ្គលតែបងប្អូនជឿបងប្អូនអាចធ្វើតាមបានណាហើយអត់អស់លុយទេចាធ្វើតាមបានអត់អស់លុយទេបងប្អូនមើលតាមអក្សរហើយរៀនសូត្រតាមហ្នឹងទៅគឺយើងមានជំនឿថាសូត្រ9ចប់សូត្រ108ចប់សូត្រ111ចប់ឬក៏សូត្រ222ចប់អញ្ចឹងបងប្អូនជ្រើសរើសសូត្របានសូត្រមួយណាក៏បានដែរនៅក្នុងមួយថ្ងៃអញ្ចឹងសូត្រហើយអ្នកដូចជាពួកយើងខ្ញុំនេះមានជំនឿថាសូត្រហើយលុយដោះលុយកើនលុយសល់សូត្រមួយចប់គឺស្មើនឹងមានលុយចូល$1បងប្អូនសូត្រមួយចប់ស្មើនឹងមានលុយចូល$1អញ្ចឹងបងប្អូនជឿបងប្អូនអាចសូត្រតាមបានណាហើយជាជំនឿមួយដែលល្អអត់អស់លុយហើយពិតជាបានផលពិតមែនបងប្អូននិយាយមែនគឺបានផលពិតមែនសម្រាប់យើងអ្នកលក់ដូរសម្រាប់យើងអ្នករស់ស៊ីសម្រាប់អ្នកធ្វើការងារអីក៏ដោយអ្នកតល់ណាមិនដឹងមិនមានពន្លឺអីផ្សេងៗបងប្អូនអាចសូត្រព្រះគថាលុយលៀនបានណាបងប្អូនមានអ្នកខ្លះគេជឿរហូតទៅដល់ថាសូត្រព្រះគថាលុយលៀនដើម្បីព្យាបាលជំងឺទៀតផងណាអញ្ចឹងបងប្អូនអាចសាកល្បងបានណាព្រះគថាលុយលៀននេះសូត្រយ៉ាងម៉េចអីយ៉ាងម៉េចបងប្អូនអាចសើចតាម YouTube បានហើយបងប្អូនរៀនទៅតាមមួយផ្លែចេះហើយបងប្អូនព្រោះអីម៉ែរួយគាត់សេជាភាសាខ្មែរនៅលើនឹងតែម្ដងណាអញ្ចឹងជូនពរបងប្អូនសូត្របានជោគជ័យទាំងអស់គ្នាណា